វិន័យគឺជាសិល្បៈនៃការជ្រើសយកអនាគតជាងអារម្មណ៍ត្រូវចាំថាអារម្មណ៍របស់អ្នកនឹងបោកប្រាស់អ្នកជារៀងរាល់ថ្ងៃអារម្មណ៍ចង់បានតែភាពស្រណុកសុខស្រួលប៉ុន្តែអនាគតរបស់អ្នកទាមទារការលះបង់នៅថ្ងៃនេះមនុស្សភាគច្រើនរស់នៅសតិសកលនៃអារម្មណ៍ខ្លួនឯងពេលហត់ពួកគេឈប់ពេលគ្មានកម្លាំងចិត្តពួកគេចំណាយពេលអូសទូរស័ព្ទពេលភ័យខ្លាចពួកគេលាក់ខ្លួនអារម្មណ៍របស់អ្នកផ្លាស់ប្ដូររៀងរាល់ម៉ោងប៉ុន្តែអនាគតរបស់អ្នកត្រូវបានកសាងឡើងដោយអ្វីដែលអ្នកធ្វើថ្ងៃនេះទោះក្នុងស្ថានភាពណាក៏ដោយវិន័យមិនដែលសួរថាតើខ្ញុំមានអារម្មណ៍យ៉ាងណាទេប៉ុន្តែវាសួរថាតើខ្ញុំចង់ក្លាយជាមនុស្សបែបណាអ្នកដែលទទួលបានជ័យជំនះមិនមែនជាអ្នកដែលមានកម្លាំងចិត្តរៀងរាល់ថ្ងៃនោះទេតែគឺជាអ្នកដែលនៅតែបន្តបោះជំហានបីជាពួកគេមានអារម្មណ៍បែបណាក៏ដោយពួកគេយល់ច្បាស់ថាអារម្មណ៍គ្រាន់តែជាអ្នកដំណើរប៉ុណ្ណោះវាមិនមែនជាអ្នកបើកបរជីវិតរបស់យើងឡើយអ្នកមិនចាំបាច់រងចាំឲ្យមានអារម្មណ៍ថារួចរាល់ទើបចាប់ផ្ដើមនោះទេអ្នកមិនចាំបាច់រងចាំឲ្យមានទំនុកចិត្តទើបធ្វើសកម្មភាពនោះដែរអ្នកគ្រាន់តែត្រូវការសម្រេចចិត្តថាអនាគតរបស់អ្នកគឺសំខាន់ជាងភាពស្រណុកសុខស្រួលនាពេលបច្ចុប្បន្នដូច្នេះចូលជ្រើសយកអនាគតដែលអ្នកចង់បានជាងធ្វើតាមអារម្មណ៍ដែលចង់នៅតែកន្លែងដដែលនៅពេលនេះគោក្រោកពីព្រលឹមទោះបីជាក្រែរបស់អ្នកដល់ក្តីសុខដោយឋានសួគ៌ក៏ដោយគោធ្វើការងាររបស់អ្នកទោះបីជាខួរក្បាលរបស់អ្នកកំពុងស្រែកទាមទារការសម្រាកក៏ដោយចូលនិយាយថាទេចំពោះការរំខានទាំងឡាយទោះបីជាអារម្មណ៍របស់អ្នកកំពុងអង្វរសុំការរត់គេចក៏ដោយព្រោះថានេះគឺជាការបោះឆ្នោតឲ្យខ្លួនឯងជាមនុស្សដែលអ្នកនឹងក្លាយទៅជានៅថ្ងៃស្អែក